ជាបន្តខ្ញុំនឹងណែនាំលោកគ្រូអ្នកគ្រូអំពីការសង់មុំនៅក្នុងកម្មវិធី GeoGebra នេះដើម្បីធ្វើការសង់មុំគឺយើងចូលមកកាន់ function មួយនេះបាទយើងคลิกនៅលើនឹងទៅអញ្ចឹងយើងនឹងឃើញចំណុចជាច្រើនដែលមាននៅក្នុង function មួយនេះអ្វីដែលខ្ញុំចូលចិត្តប្រើគឺខ្ញុំប្រើខាងលើគឺ angle ឥឡូវខ្ញុំคลิกនៅលើវាដើម្បីសង់មុំបានដំបូងយើងត្រូវដើរចំណុចមួយបាទខ្ញុំคลิกលើនេះមួយបាទគឺចំណុច A បន្តមកទៀតខ្ញុំដើរចំណុចមួយផ្សេងទៀតបាទចំណុច B ហើយដើម្បីបង្កើតបានមុំគឺយើងត្រូវដើរចំណុចមួយទៀតហើយនៅក្នុងនេះផងដែរតម្លៃផងមុំគឺវាគិតទៅតាមទិសដៅវិជ្ជមាននៃមុំឬក៏យើងអាចនិយាយថាវាមានទិសដៅបញ្ច្រាស់ពីតនិចនាឡិកាអញ្ចឹងមុំដែលយើងចង់បានយើងអាចដើរលើចំណុចទី3បើថាខ្ញុំដាក់ត្រង់នេះបាទជាចំណុច C អញ្ចឹងមុំដែលខ្ញុំទទួលបានគឺមុំ ABC ដែលនៅក្នុងនេះបង្ហាញថាស្មើនឹង 41.8 ដឺក្រេហើយបើសិនជាយើងចង់ភ្ជាប់ជ្រុងយើងត្រូវយក segment ហើយយើងធ្វើការភ្ជាប់ពី A ទៅ B និងពី B ទៅ C ហើយមួយវិញទៀតផងដែរបើសិនជាយើងចង់ផ្ទៀងផ្ទាត់មុំទាំង3នៅក្នុងត្រីកោណឥឡូវខ្ញុំភ្ជាប់ពី A ទៅ C ដើម្បីបង្កើតបានជាត្រីកោណ ABC បន្ទាប់មកខ្ញុំចង់បង្កើតមុំត្រង់ចំណុច A និងមុំត្រង់ចំណុច C រួចហើយមើលមុំទាំង3ហ្នឹងថាតើផលបូករបស់វាស្មើនឹង180ដឺក្រេដែរឬទេអញ្ចឹងខ្ញុំចង់សង់មុំទាំងពីរហ្នឹងខ្ញុំចូលទៅត្រង់កន្លែងមុំដដែលបាទជ្រើសយកពាក្យ angle ដើម្បីសង់មុំ A តាមទិសដៅវិជ្ជមានគឺខ្ញុំត្រូវសង់ចេញពីជ្រុង AC មករកជ្រុង AB បាទអញ្ចឹងដំបូងខ្ញុំត្រូវដាក់ចំណុច C រួចហើយទៅកាន់កំពូល A បន្ទាប់មកគឺយើងទៅកាន់កំពូល B ចំពោះមុំ C យើងដើរចំណុច B ហើយទៅកាន់កំពូល C បន្ទាប់មកកាន់ចំណុច A ឥឡូវយើងបានមុំ C ហើយអញ្ចឹងយើងឈប់ប្រើហើយយើងចុចសញ្ញាព្រួយមួយនេះដើម្បីដោះការប្រើប្រាស់នឹងចេញបាទអញ្ចឹងនេះគឺជាមុំទាំង3បាទខ្ញុំសុំតិច B ចូលក្នុងបន្តិចអញ្ចឹងយើងធ្វើការបូកសរុបមុំទាំង3នៅក្នុងនេះផងដែរយើងអាចសរសេរនៅលើនឹងបានដោយយើងคลิกនៅលើសញ្ញាព្រួយឡើងលើនេះហើយជ្រើសរើសយកពាក្យ pen បាទអញ្ចឹងយើងអាចសរសេរបានអញ្ចឹងខ្ញុំនឹងធ្វើការបូកមុំទាំង3ហ្នឹង0 20ត្រូវទុក2បាទត្រង់នេះគឺ49អញ្ចឹងយើងសរុបចូលគ្នាទៅគឺបាន0ទៀត20ត្រូវទុក2បាទអញ្ចឹង2 + 4 + 5 + 7គឺវាត្រូវនឹង180ដឺក្រេបាទអញ្ចឹងប្រតិត្រឹមត្រូវហើយគឺផលបូកមុំក្នុងទាំង3របស់ត្រីកោណមួយគឺស្មើនឹង180ដឺក្រេបាទជាមួយគ្នានេះផងដែរយើងក៏អាចធ្វើការផ្ទៀងផ្ទាត់ទៅលើផលបូកមុំក្នុងទាំង4របស់ចតុកោណឥឡូវខ្ញុំធ្វើការសង់ចតុកោណមួយខ្ញុំចូលទៅកាន់ segment ឬហើយខ្ញុំបង្កើតមុំទាំង4បាទខ្ញុំចូលទៅយក angle ឥឡូវខ្ញុំចង់បង្កើតមុំ D អញ្ចឹងយើងសង្កេតមើលមុំទាំង4នៅក្នុងចតុកោណបាទឥឡូវខ្ញុំធ្វើផលបូកវាខាងចុងនេះយើងបូកទៅឃើញស្មើ20ត្រូវទុក2ហើយបន្តមកយើងបូកចូលគ្នាទៀតយើងឃើញវាស្មើនឹង20ដែរត្រូវទុក2ទៀតអញ្ចឹងខ្ទង់រេនេះ20ត្រូវទុក2បន្តមក2 + 5 + 7 + 2គឺត្រូវនឹង16អញ្ចឹងយើងសរសេរ6ត្រូវទុក1 1 1 1 3ដងគឺ360បាទអញ្ចឹងវាក៏ផ្ទៀងផ្ទាត់ដែរថាមុំក្នុងទាំង4របស់ចតុកោណពិតជាមានផលបូកស្មើនឹង360ដឺក្រេមែនបន្តមកខ្ញុំចង់បង្ហាញទៅកាន់លោកគ្រូអ្នកគ្រូ
ទៅលើរូបមន្តមួយនៅក្នុងថ្នាក់ទី9នោះគឺរូបមន្តទាក់ទងនឹងលក្ខណៈមុំផ្ចិតនិងមុំចរិតក្នុងរង្វង់ដែលស្កាត់ធ្នូតែមួយគេថាមុំផ្ចិតនៃរង្វង់មួយមានរង្វាស់ស្មើនឹង2ដងមុំចរិតក្នុងរង្វង់ដែលស្កាត់ធ្នូតែមួយបាទអញ្ចឹងចង់ដឹងថាលក្ខណៈជាទូទៅនេះវាទៀងផ្ទាត់នៅក្នុងកម្មវិធី GeoGebra ដែរឬទេឥឡូវយើងមកទៀងផ្ទាត់ទាំងអស់គ្នាឥឡូវខ្ញុំធ្វើការសង់រង្វង់មួយបាទអញ្ចឹងខ្ញុំយកចំណុចទី1បាទអញ្ចឹងចំណុចដែលយើងដើរដំបូងជាផ្ចិតឬហើយខ្ញុំទាញរង្វង់នឹងចេញមកបាទរៀងធំបន្តិចដើម្បីស្រួលមើលឥឡូវខ្ញុំធ្វើការសង់មុំផ្ចិតបាទអញ្ចឹងដំបូងខ្ញុំសង់ជាមុំសិនអញ្ចឹងនេះបង្ហាញថានេះជាមុំផ្ចិតដែលមានកម្ពស់ហាស់បន្តមកខ្ញុំនឹងសង់មុំចរិតក្នុងរង្វង់ដែលយើងដាក់កម្ពស់នៅត្រង់កន្លែងណាមួយនៅលើរង្វង់បាទអញ្ចឹងខ្ញុំយកកម្ពស់នៅត្រង់នេះបាទហើយភ្ជាប់ទៅចំណុច J បាទអញ្ចឹងមុំ A នេះគឺជាមុំផ្ចិតមុំត្រង់អក្សរ K គឺជាមុំចរិតក្នុងរង្វង់បន្តមកខ្ញុំធ្វើការដាក់តម្លៃមុំបាទអញ្ចឹងតាមការសងនេះក៏ផ្ទៀងផ្ទាត់ដែរថាមុំផ្ចិតគឺពិតជាស្មើ2ដងនៃមុំចរិតក្នុងរង្វង់មែនបើសិនជាយើងចង់ធ្វើការបង្រួមហើយនឹងពង្រីកយើងអាចមក function នៅខាងក្រោមនេះបាទសញ្ញាបូននេះយើងអាចពង្រីកវាបាទហើយសញ្ញាដកគឺយើងធ្វើការបង្រួមហើយចំពោះអ្វីដែលយើងបានសរសេរឬក៏គូននៅក្នុងកម្មវិធីមួយនេះយើងអាច download វាជារូបភាពបានបាទអញ្ចឹងបើសិនជាយើងចង់បង្កើតជារូបភាពលោកគ្រូសូមចូលមក tray 3ខាងលើផ្នែកខាងស្ដាំនេះយើងคลิกលើវាមួយទៅបាទបន្តមកយើងទៅរកពាក្យ export image យើងคลิกនៅលើនឹងបន្តទៀតឬហើយវានឹងចេញផ្ទាំងមួយនេះឲ្យអញ្ចឹងផ្ទាំងមួយនេះគឺជាអ្វីដែលយើងបានធ្វើវានៅក្នុងកម្មវិធីបាទដែលយើងបានធ្វើនេះឬហើយយើងចុចទៅលើពាក្យ copy to clipboard បាទយើងចុចលើនឹងទៅគឺមានន័យថាយើងបាន copy រូបមួយនឹងហើយឥឡូវខ្ញុំបើកទៅលើ file Word មួយបន្ទាប់មកខ្ញុំធ្វើការ paste ទៅលើ file មួយនឹងបាទអញ្ចឹងនេះគឺជាអ្វីដែលយើងបានធ្វើបំបញ្ញមិញហើយយើងបាន paste ចូលមកក្នុងកម្មវិធី Word បាទហើយមួយវិញទៀតបើសិនជាលោកគ្រូចង់ធ្វើការ download ជារូបភាពទុកយើងអាចចូលទៅកាន់ tray 3 ដដែលបាទជម្រើសយើងអាចមានច្រើនយើងអាចយកតាម export image មិញក៏បាននៅពេលដែលយើងចុចទៅក្រៅពីពាក្យ copy យើងឃើញមានពាក្យថា download បាទអញ្ចឹងយើងคลิกលើពាក្យ download អញ្ចឹងយើងអាចធ្វើការកែសម្រួលឈ្មោះហើយនឹងរក្សាវាទុកនៅក្នុង folder ណាមួយដែលងាយស្រួលឲ្យយើងសម្រាប់ដូរហើយម្យ៉ាងទៀតនៅក្នុង tray 3 នេះដដែលយើងឃើញថាមានពាក្យ save to computer ហើយនឹង download as អញ្ចឹងពាក្យទាំងពីរនេះយើងអាចជ្រើសយកពាក្យមួយណាមកប្រើក៏បានដែរបើសិនជាយើងចង់ប្រើកន្លែង save to your computer យើងคลิกនៅលើនឹងទៅបាទអញ្ចឹងវាក៏ចេញឲ្យយើងធ្វើការកែសម្រួលឈ្មោះហើយនឹងជ្រើស folder ដែលយើងចង់រក្សាទុកបាទឬក៏យើងធ្វើការជ្រើសយក download as នៅពេលដែលយើងคลิกនៅលើនោះគឺវាមានលក្ខណៈ file ជាច្រើនដែលយើងអាចជ្រើសរើសតាមអ្វីដែលយើងចង់បានបាទមិនតែប៉ុណ្ណោះបើសិនជាលោកគ្រូចង់រក្សាទុកអ្វីដែលយើងបានធ្វើនៅទីនេះអញ្ចឹងយើងអាចរក្សាវាទុកបានដោយយើងចុចសញ្ញាខ្វែងនៅខាងលើនេះឬហើយវានឹងចេញពាក្យឲ្យ save ហើយនឹង don't save យើងជ្រើសរើសយកទៅលើពាក្យ save ហើយយើងคลิกនៅលើវាបាទអញ្ចឹងយើងជ្រើសយកពាក្យ save ទៅដែរអញ្ចឹងយើងអាចបដូរឈ្មោះfile ដែលយើងបានធ្វើឥឡូវឧបមាថាខ្ញុំដាក់ឈ្មោះថា project 1បាទហើយយើងអាចជ្រើសរើស folder ដែលយើងត្រូវរក្សាទុកបាទបន្តមកយើងចុចពា
ពាក្យ save បាទយើងបិទវាទុកបាទអញ្ចឹងលើកនេះយើងចុចថា don't save ទៅអញ្ចឹងនៅពេលដែលយើងចង់ទៅរក file ដែលយើងបានរក្សាទុកបាទអញ្ចឹងយើងចូលទៅកាន់ folder ដែលយើងបានរក្សាទុកអញ្ចឹងខ្ញុំបានរក្សាវាទុកនៅក្នុង folder មួយដែលខ្ញុំបានដាក់ឈ្មោះថា GeoGebra file យើងចុចលើហ្នឹងបាទអញ្ចឹងនេះជា file project 1ដែលយើងបាន save បាញ់មិញបាទឥឡូវយើងសាកចូលទៅកាន់ folder នោះបាទអញ្ចឹងគឺវាបានបង្ហាញពីអ្វីដែលយើងបានធ្វើបាញ់មិញហ្នឹងគឺបានរក្សាទុកដោយជោគជ័យហើយអញ្ចឹងនេះជាឧទាហរណ៍ដែលខ្ញុំបានធ្វើជាមួយនឹងកម្មវិធី GeoGebra គឺយើងអាចគូររូបជារង្វង់យើងចង់ដាក់ជ្រុងដាក់មុំគឺយើងអាចបង្កើតបានទៅតាមកម្មវិធីមួយនេះឬក៏ជារូបត្រីកោណរូបអីផ្សេងអញ្ចឹងយើងអាចប្រើកម្មវិធី GeoGebra នេះបានដើម្បីជំនួយដល់ការសង់រូបភាពដើម្បីបង្កើតបានជាសញ្ញាកិច្ចការជូនទៅកាន់សិស្សដើម្បីគាត់ធ្វើការអនុវត្តដូច្នេះបទបង្ហាញទាក់ទងនឹងការប្រើប្រាស់កម្មវិធី GeoGebra ដែលយើងប្រើសម្រាប់បង្កើតរូបធរណីមាត្រអីផ្សេងក៏បានមកដល់ទីបញ្ចប់ហើយសូមអរគុណផងដែរចំពោះការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយរាល់កំហុសឆ្គងការនិយាយពាក្យពេចន៍មិនសមរម្យត្រង់ចំណុចណាមួយក៏សូមអធិស្ឋានពីសំណាក់លោកស្រីលោកគ្រូអ្នកគ្រូដែលបានទស្សនាវីដេអូនេះផងដែរបាទហើយចំពោះចម្ងល់ឬក៏មានព័ត៌មានអីបន្ថែមចង់សាកសួរលោកគ្រូអ្នកគ្រូអាចតាក់ទងមកតាមលេខទូរស័ព្ទខាងក្រោមនេះដែលអាច call ក៏បានឬក៏ឆាតតាម Telegram ក៏បានដែរបាទអញ្ចឹងក្នុងគណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា